សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីអតិថិជនរបស់ខ្ញុំម្នាក់បងប្រុសគាត់មានបញ្ហា stroke ហើយឃើញថាគាត់មកទទួលការព្យាបាលនៅមន្ទីរសម្រាប់ព្យាបាល Physicam យើងនេះបានជាចំនួនប្រហែលជា5ដងហើយតោះយើងត្រូវសួរគាត់ទាំងអស់គ្នាថាតើបន្ទាប់ពីទទួលបានការព្យាបាលរយៈពេល5ដងនេះតើគាត់ទទួលបានផលយ៉ាងណាខ្លះណាសួស្តីបាទសួស្តីអាចសុំដឹងអាយុបងតិចបានអត់បងអាយុប៉ុន្មានតែ6អូខេបងមានបញ្ហា stroke នេះបងដោយសារអីកាលហ្នឹងលើតាលើឈាមលើឈាមបងណោះហើយមកទទួលការព្យាបាលជាមួយ Physicam 5ដងនេះបងប្រសើរមិនខ្លះទៅតាមពីខ្ញុំមកនិយាយទៅឃើញថាវាអាប់ដេតវាអាប់ដេតបងណោះហ្នឹងចោះជើងមិនដែរជើងអាចចោលបានឥឡូវអីសួរបងប៉ុណ្្នឹងចុះខ្ញុំទៅសួរអ្នកគ្រូវិញម្ដងបន្ទាប់ពីព្យាបាលបងរយៈពេលប្រហែល5ដងត្រូវអត់ចាអូខេ5ដងថ្ងៃហ្នឹងឯនេះអ្នកគ្រូឃើញថាប្រសើរអាមិនខ្លះទៅគ្រូបើប្រៀបធៀបពីដំបូងរហូតដល់ឥឡូវមកជប់ខ្ញុំថ្ងៃដំបូងដូចជាសិដុំលើកកពួនជើងឡើងអញ្ចឹងគាត់មកលើកហាប់បានតែត្រឹមរយៈពេលថា5លើកក្រេទៅចុះដល់ពេលក្រោយពីយើងបានព្យាបាលយើងបង្កើនកម្លាំងសិដុំហើយយើងបានដាក់ម៉ាស៊ីនភ្ញួយឲ្យគាត់ថែមទៀតទៅឃើញថាឥឡូវគាត់លើកដុំគីឡូបាន3គីឡូហើយគាត់ព្យាយាមលើកជាមួយខ្ញុំជារៀងរាល់ថ្ងៃម្ដងបាន100ដងដែរ100ចលនាដែរណាហើយគាត់លើកបានគ្រប់ចលនាហើយល្អទាំងគ្រប់ចលនានឹងតែម្ដងហើយនៅពេលដែលយើងឃើញថាសាច់ដុំគាត់ recover មកវិញអញ្ចឹងគឺយើងបរៀនគាត់ដើរតែម្ដងយើងដើរជាមួយនឹង walking frame ឃើញថា2-3ថ្ងៃដំបូងគឺគាត់ដើរកវេមក្បាលខ្លាំងមែនទែនដើរលពាន់ជើងដល់ពេលថ្ងៃទី4យើងសង្កេតឃើញថាការដើររបស់គាត់គឺរីចម្រើនខ្លាំងមែនទែនគាត់លែងបានដើរពាន់ជើងទៀតហើយគាត់ដើរបោះជើងបានល្អហើយដំណើររបស់គាត់ក៏ស្អាតជាងមុនដែរ